ញោមខ្លះនៅក្មេងមែនប៉ុន្តែយប់ឡើងគេងស្ដាប់តែពធទេចូលចិត្តរៀនធម៌ចូលចិត្តស្ដាប់ធម៌អីជាដើមចឹងទៅនេះបើយើងនិយាយថានិស័យបុណ្យណាមនុស្សមានបុណ្យពីក្មេងទៅចូលចិត្តរៀនធម៌ចូលចិត្តធ្វើបុណ្យអីចឹងទៅពេលខ្លះនិស័យបុណ្យរបស់គាត់គាត់ថាពីក្មេងគាត់ថាកលេចឃើញប្រសង់កលេចឃើញអ្នកក្រខ្សត់កលេចឃើញអ្នកលំបាកជាងខ្លួនគឺមានចិត្តអាណិតស្រឡាញ់មានចិត្តមេត្តាហ្នឹងណាលក្ខណៈថានិស័យបុណ្យពីក្មេងទៅអញ្ចឹងដល់ទៅពេលអញ្ចឹងទៅគាត់ចេះធ្វើបុណ្យធ្វើទានចេះស្ដាប់ធម៌រៀនធម៌មានសិលធម៌សុជីវធម៌ជាកូនល្អនៅក្នុងគ្រួសារជាប្រជាពលរដ្ឋល្អនៅក្នុងសង្គមទៀតអញ្ចឹងយើងមិនពិបាកនៅក្នុងការបង្ហាត់បង្រៀនព្រៀនប្រដៅគាត់ពេកទេមនុស្សហ្នឹងគេហៅថានិស័យបុណ្យពីក្មេងគឺល្អពីក្មេងអញ្ចឹងមកហ្នឹងហើយអញ្ចឹងទៅអាត្មាភាពឃើញបងប្អូនមួយចំនួនឥឡូវហ្នឹងគិតចេះស្ដាប់ធម៌ច្រើនដោយសារតែឥឡូវហ្នឹងយើងស្ដាប់តាមទូរស័ព្ទតាម YouTube អីចឹងទៅវាងាយស្រួលហើយចូលវត្តចូលអារាមអីក៏បានច្រើនដែរ